ជឿអត់ថាដល់ទឹកដោះគោរបស់កូនក្មេងអាចបង្កឲ្យកើតជំងឺមហារីកប្រសិនជាគ្មានពាក្យ BPA free ជាដំបូងគឺយើងមកស្គាល់សិនថាតើអ្វីគឺជា BPA BPA គឺបានមកពីពាក្យ bisphenol A ដែលជាសារធាតុមួយយ៉ាងដែលគេប្រើក្នុងការផលិតវត្ថុប្លាស្ទិកនិងជ័រមួយចំនួនដើម្បីឲ្យវាមានភាពរឹងមាំហើយជាទូទៅគេរកវាឃើញនៅក្នុងដបទឹកដោះគោទារកមួយចំនួនដបទឹកនិងប្រអប់អាហារជាដើមសួរថាហេតុអីបានជាយើងត្រូវជ្រើសរើសដបទឹកដោះគោបែប BPA free ឲ្យកូនរបស់យើងពីព្រោះសារធាតុ BPA វាអាចជ្រាបចេញពីដបចូលទៅក្នុងទឹកដោះគោកូនរបស់យើងជាពិសេសគឺនៅពេលដែលយើងយកទឹកដោះគោកូនរបស់យើងទៅកម្ដៅសារធាតុ BPA នេះវាផ្ដល់ផលប៉ះពាល់ជាច្រើនដល់សុខភាពកូនរបស់យើងមិនថាផ្ដល់ផលប៉ះពាល់ដល់ការរីកលូតលាស់ផ្នែកខួរក្បាលបង្កឲ្យកើតជំងឺបេះដូងនិងផ្ដល់ហានិភ័យនៃជំងឺមហារីកផ្សេងៗជាដើមអញ្ចឹងមានន័យថានៅពេលដែលប៉ាម៉ាក់សម័យថ្មីជ្រើសរើសដបទឹកដោះគោដែលមានបិទស្លាក BPA free មានន័យថាដបទឹកដោះគោដែលយើងបានទិញមកគឺវាពិតជាមានសុវត្ថិភាពក្នុងការប្រើប្រាស់ក្នុងការបំបៅដល់កូនរបស់យើងមិនថាយើងយកដបនោះទៅចំហុយឬមួយក៏កម្ដៅនោះទេ